តើអ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយខ្លាំងទេមិនមែនហត់នឿយដោយសារតែការធ្វើការងារធ្ងន់នោះទេគឺហត់នឿយដោយសារតែខួរក្បាលរបស់អ្នកមិនព្រមជប់គិតបារម្ភពីអនាគតដែលមិនទាន់មកដល់គិតខ្លាចចិត្តអ្នកដទៃនិងគិតស្ដាយក្រោយចំពោះរឿងរ៉ាវដែលបានកន្លងហួសថ្ងៃនេះខ្ញុំចង់និទានរឿងចិត្តវិទ្យាខ្លីមួយផ្ញើជូនអ្នកដែលចូលចិត្តគិតច្រើនមានគ្រូបង្រៀនចិត្តវិទ្យាម្នាក់គាត់បានលើកកែវទឹកមួយដែលមានទឹកពេញរួចសួរទៅកាន់សិស្សរបស់គាត់ថាតើអ្នកទាំងអស់គ្នាគិតថាកែវទឹកនេះធ្ងន់ដែរឬទេសិស្សទាំងអស់បានឆ្លើយតបព្រមគ្នាថាវាមិនធ្ងន់ទាល់តែសោះលោកគ្រូបង្រៀនអ្នកនោះបានញញឹមរួចនិយាយបន្តថាទម្ងន់ពិតប្រាកដរបស់កែវទឹកនេះវាមិនអាស្រ័យទៅលើបរិមាណទឹកនៅក្នុងកែវនោះទេប៉ុន្តែវាអាស្រ័យទៅលើថាតើអ្នកកាន់វាទុកនៅក្នុងដៃបានយូរប៉ុណ្ណាប្រសិនបើខ្ញុំកាន់វាត្រឹមតែ1នាទីវាមិនមានពេលបញ្ហាអ្វីនោះទេប៉ុន្តែប្រសិនបើខ្ញុំកាន់វារហូតដល់1ម៉ោងដៃរបស់ខ្ញុំនឹងចាប់ផ្ដើមចុកស្រពន់ចុះបើខ្ញុំខំប្រឹងកាន់វាចោលពេញមួយថ្ងៃដៃរបស់ខ្ញុំនឹងត្រូវស្ពឹករហូតដល់លែងមានកម្លាំងនឹងអាចធ្លាក់កែវទឹកនោះបែកជាមិនខានរឿងរ៉ាវបារម្ភនិងបញ្ហានៅក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះក៏ដូចគ្នាវាដូចជាកែវទឹកមួយកែវនេះអញ្ចឹងការគិតពីវាត្រឹមតែ2ទៅ3នាទីវារំលឹកយើងឲ្យរកដំណោះស្រាយប៉ុន្តែការយកវាមកគិតហើយគិតទៀតគិតរហូតដល់គេងលក់ពេញមួយយប់វានឹងចាប់ផ្ដើមបំផ្លាញសេចក្តីសុខរបស់អ្នកនៅក្នុងសង្គមរស់នៅបច្ចុប្បន្នយើងតែងតែដាក់សម្ពាធទៅលើខ្លួនឯងខ្លាំងពេកយើងចង់ឲ្យគ្រប់យ៉ាងល្អឥតខ្ចោះចង់ឲ្យមនុស្សគ្រប់គ្នាស្រឡាញ់យើងប៉ុន្តែចិត្តវិទ្យាបានប្រាប់ថារឿងខ្លះទោះជាយើងខំប្រឹងគិតរហូតដល់ធ្លាក់ខួរក្បាលក៏យើងមិនអាចទៅគ្រប់គ្រងវាបានដែរអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះមិនមែនជាការរត់គេចពីបញ្ហាទេគឺរៀនដាក់កែវទឹកនោះចុះហើយសម្រាប់ខ្លះទៅរឿងខ្លះបើកែប្រែមិនបានទេមានតែបណ្ដោយតាមព្រហ្មลิขิតចុះយុគនេះបាត់នេះសម្រាប់ទៅហើយសម្រាប់ឲ្យបានស្រួលនឹងប្រាប់ខ្លួនឯងថាអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពហើយប្រសិនបើអ្នកចូលចិត្តនៅវីដេអូបែបចិត្តវិទ្យានិទានរឿងខ្លីៗបែបនេះសូមកុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងសូមគេងលក់សុបិនល្អរាត្រីសួស្តី